គ្រប់ជំរាបសួរលោកអ្នកនាងដែលកំពុងតែតាមដានទស្សនាការផ្សាយពីសារព័ត៌មាន The Khmer Today ការបិទផ្លូវផ្គត់ផ្គង់នៅឈូងសមុទ្រថៃរុញឲ្យកម្ពុជាផ្ដាល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS បន្ទាប់ពីការរងចាំអស់រយៈពេលជាង40ឆ្នាំសារព័ត៌មានដ៏ល្បីរបស់ចិន South China Morning Post បានរាយការណ៍កាលពីម៉ោង 1:23 នាទីរសៀលនៅថ្ងៃទី27 ខែមករាឆ្នាំ 2026 ដោយសារតែការគំរាមកំហែងលើបញ្ហាព្រំដែនពីប្រទេសថៃបានជំរុញឲ្យកម្ពុជាសម្រេចផ្ដាល់សច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS បន្ទាប់ពីអនុសញ្ញានេះត្រូវបានចុះហត្ថលេខាអស់រយៈពេលជាង40ឆ្នាំមកហើយយោងតាមប្រភពដដែលនេះបានរាយការណ៍ថាកងទ័ពជើងទឹកថៃអាចនឹងបិទផ្លូវផ្គត់ផ្គង់នៅឈូងសមុទ្រថៃដោយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់ទីក្រុងភ្នំពេញផងដែរកាសែត South China Morning Post បានបង្ហាញទៀតថាយុទ្ធសាស្ត្ររបស់ទីក្រុងភ្នំពេញក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិនាពេលនេះគឺដើម្បីធានាសុវត្ថិភាពនិងផលប្រយោជន៍ជាតិខណៈដែលកងទ័ពជើងទឹកកម្ពុជាមានកម្លាំងខ្សោយជាងកងទ័ពជើងទឹកថៃការផ្ដល់សច្ចាប័ននេះនឹងជួយឲ្យកម្ពុជាជៀសផុតពីការបង្ខិតបង្ខំផ្នែកយោធានិងអាចប្រើប្រាស់ច្បាប់សកលដើម្បីការពារអធិបតេយ្យភាពដែនដីសមុទ្ររបស់ខ្លួនយ៉ាងរឹងមាំយោងតាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី16 ខែមករាបានបង្ហាញថាសច្ចាប័ននីតិបញ្ញត្តិបានបើកសម័យប្រជុំពេញអង្គដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការផ្ដល់សច្ចាប័នលើអនុសញ្ញា UNCLOS នេះការផ្ដល់សច្ចាប័ននេះនឹងផ្ដល់ឲ្យកម្ពុជានៅក្របខ័ណ្ឌច្បាប់សមុទ្រពេញលេញក្នុងការពង្រឹងការការពារក្រមច្បាប់អន្តរជាតិនិងអនុញ្ញាតឲ្យកម្ពុជាមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាជិកអាជ្ញាធរបាតសមុទ្រនិងចៅក្រមនៃតុលាការអន្តរជាតិនៃច្បាប់សមុទ្រដែលជាជំហានដ៏សំខាន់សម្រាប់ប្រទេសដែលមានឆ្នេរសមុទ្រជាមួយគ្នានេះដែរសារព័ត៌មាន Asia News ក៏បានធ្វើការវិភាគថាខ្លឹមសារសំខាន់នៃចលនានេះគឺដើម្បីបើកផ្លូវឲ្យកម្ពុជាមានប្រៀបក្នុងការតតាំងជាមួយថៃក្នុងការទាមទារតំបន់ត្រួតស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េដែលសមុទ្រសម្បូរទៅដោយធនធានប្រេងនិងឧស្ម័នជាច្រើននៅក្បែរកោះគុជ Asia News ក៏បានបន្តទៀតថាស្របពេលដែលកងទ័ពជើងទឹកថៃមានឥទ្ធិពលខ្លាំងជាងកម្ពុជានឹងប្រើប្រាស់ច្បាប់ UNCLOS ដើម្បីធ្វើអន្តរជាតិបនីយកម្មវិបត្តិនិងធានាការបែងចែកធនធានឬដែនសមុទ្រត្រូវធ្វើឡើងតាមគោលការណ៍ច្បាប់សកលជៀសវាងការបង្ខិតបង្ខំផ្នែកយោធាសារព័ត៌មានជប៉ុន Nikkei Asia បានបញ្ចេញវីដេអូភស្តុតាងថា F-16 ថៃបានទម្លាក់គ្រាប់បែកបំផ្លាញស្ពានអូជីកនិងវាយប្រហារលើប្រជាជនស៊ីវិលកម្ពុជានៅរសៀលថ្ងៃទី27 ខែមករាឆ្នាំ 2026 នេះសារព័ត៌មានជប៉ុន Nikkei Asia បានធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានបញ្ចេញវីដេអូនិយាយពីការខូចខាតនៃរចនាសម្ព័ន្ធស៊ីវិលកម្ពុជាដោយសារតែយន្តហោះចម្បាំង F-16 របស់យោធាថៃបានបើកការឈ្លានពាននិងទម្លាក់គ្រាប់បែកមកលើកម្ពុជាដូចជាករណីទម្លាក់គ្រាប់បែកគំតិចស្ពានអូជីកដែលជាព្រំប្រទល់រវាងខេត្តឧត្តរមានជ័យនិងខេត្តសៀមរាបកាលពីយប់ថ្ងៃទី19 ខែធ្នូឆ្នាំ 2025 កន្លងទៅយោងតាមការចុះផ្សាយវីដេអូពី Nikkei Asia បានដាក់ចំណងជើងថាការវាយប្រហារតាមអាកាសបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្ត្ររបស់ថៃនិងភាពងាយរងគ្រោះរបស់កម្ពុជាបានលាតត្រដាងថាយុទ្ធសាស្ត្ររបស់យោធាថៃក្នុងការធ្វើសង្គ្រាមឈ្លានពានមកកម្ពុជាជាលើកទី2ក្នុងរយៈពេល21ថ្ងៃនេះមិនមែនផ្ដោតតែលើសមរភូមិជួរមុខប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានកំណត់គោលដៅចូលជ្រៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រជាជនស៊ីវិលនិងតំបន់ដាច់ស្រយាលដែលស្ថិតនៅចម្ងាយរហូតដល់ជាង70គីឡូម៉ែត្រពីបន្ទាត់ព្រំដែនដែលជាកន្លែងប្រជាកសិករខ្មែរធ្លាប់តែមានជំនឿថាជាតំបន់ដែលមានសុវត្ថិភាពបច្ចុប្បន្នវីដេអូនិងអត្ថបទរបស់ Nikkei Asia បាននឹងកំពុងក្លាយជាឯកសារយោងដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការវាយតម្លៃលើទង្វើរំលោភបំពានរបស់ភាគីថៃដែលបានប្រើប្រាស់អាវុធទំនើបវាយប្រហារឈ្លានពានមកលើហេដ្ឋារចនាសម្ព័ន្ធនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដោយគ្មានមេត្តាកម្ពុជានិងអូស្ត្រាលីក្រុងចុះ MOU ពង្រឹងការបណ្ដុះបណ្ដាលជំនាញនិងបើកឱកាសការងារនៅប្រទេសអូស្ត្រាលី
អាយដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងមែលប៊ននិងសភាពាណិជ្ជកម្មនៃទីក្រុងជីឡុងប្រទេសអូស្ត្រាលីកាលពីព្រឹកថ្ងៃទី27ខែមករាឆ្នាំ2026ដើម្បីត្រៀមចុះអនុសារណៈនៃការយោគយល់គ្នា MOU លើការអភិវឌ្ឍធនធានមនុស្សយោងតាម MoInfoApp កិច្ចសហការនេះមានគោលដៅចម្បងក្នុងការបង្កើតយន្តការបណ្ដុះបណ្ដាលបច្ចេកទេសនិងផ្លាស់ប្ដូរជំនាញដើម្បីជួយឲ្យពលរដ្ឋកម្ពុជាអាចទទួលបានឱកាសការងារលើជំនាញអាទិភាពក្នុងទីផ្សារការងារអូស្ត្រាលីក្នុងជំនួបនេះលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មទីក្រុងជីឡុងក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពបត់បែនក្នុងការបណ្ដុះបណ្ដាលជំនាញឲ្យស្របតាមតម្រូវការជាក់ស្ដែងនៅអូស្ត្រាលីខណៈឯកឧត្តមរដ្ឋមន្ត្រីហេងសួរក៏បានបង្ហាញជំនឿយ៉ាងមុតមាំថាកិច្ចសហការនេះនឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ជំរុញវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៃប្រទេសទាំងពីរហើយការចុះ MOU នាពេលឆាប់ៗខាងមុខនេះត្រូវបានគេរំពឹងថានឹងជួយដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្មជំនាញនៅអូស្ត្រាលីនិងលើកកម្ពស់សមត្ថភាពកម្លាំងពលករកម្ពុជាឲ្យស្របតាមស្តង់ដារអន្តរជាតិផងដែរអាយដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំអាស៊ាននៅហ្វីលីពីនកាលពីរសៀលថ្ងៃទី27ខែមករាឆ្នាំ2026អាយដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំគណៈប្រតិភូកម្ពុជាចាក់ចេញពីមាតុភូមិដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនានាដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី28ដល់ថ្ងៃទី29ខែមករាឆ្នាំ2026នៅលើកោះសេប៊ូប្រទេសហ្វីលីពីនយោងតាមក្រសួងព័ត៌មានកិច្ចប្រជុំនេះគឺជាវេទិកាដ៏សំខាន់សម្រាប់មេដឹកនាំការទូតអាស៊ានក្នុងការត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃសហគមន៍អាស៊ានព្រមទាំងផ្លាស់ប្ដូរយោបល់ពីការពង្រឹងមិត្តភាពអាស៊ាននិងការដោះស្រាយបញ្ហាប្រឈមនានាដើម្បីលើកកម្ពស់សន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់ឲ្យកាន់តែរឹងមាំបន្ថែមទៀតជុំវិញកិច្ចប្រជុំនេះលោកពុយគៀនអ្នកកាសែតជើងចាស់និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជាបានធ្វើការកត់សម្គាល់យ៉ាងស៊ីជម្រៅថាប្រធានបទក្តៅៗមួយចំនួននឹងត្រូវបានយកមកពិភាក្សាក្នុងនោះមានចំនួនព្រំដែនកម្ពុជានិងថៃស្ថានភាពវិវត្តចុងក្រោយនៅប្រទេសមីយ៉ាន់ម៉ាសណ្ដាប់ធ្នាប់ពិភពលោកភូមិសាស្ត្រនយោបាយនិងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅខែឧសភាខាងមុខនេះជាមួយគ្នានេះដែរលោកក៏បានចោទជាសំណួរគួរឲ្យចាប់អារម្មណ៍ថារងចាំមើលថាតើមេដឹកនាំនៅហ្វីលីពីននឹងខ្នះខ្នែងជួយសម្របសម្រួលចំនួនកម្ពុជានិងថៃបានប៉ុន្មានភាគរយនៃមេដឹកនាំរបស់ប្រទេសម៉ាឡេស៊ីតើហ្វីលីពីនព្យាយាមនៅកណ្ដាលឬលំអៀងទៅរកភាគីម្ខាងទៀតបច្ចុប្បន្នកិច្ចប្រជុំកំពុងដំណើរការនៅឡើយខណៈដែលសាធារណជនកំពុងរងចាំមើលលទ្ធផលជាផ្លូវការថាតើអាស៊ានក្រោមការដឹកនាំរបស់ហ្វីលីពីនអាចរកច្រកចេញដល់សមស្របណាមួយសម្រាប់វិបត្តិព្រំដែនរវាងប្រទេសជិតខាងទាំងពីរបានដែរឬយ៉ាងណាសូមអរគុណសម្រាប់ការតាមដានទស្សនានិងអធ្យាស្រ័យរកកំហុសខុសឆ្គងខណៈនេះនាងខ្ញុំខែមស្រីកៅសូមអរគុណនិងសូមគោរពលា